ណែនាំទីតាំងហាងថ្មីមួយកន្លែងនៅទីក្រុងបវត្តផ្ទាល់តែម្ដងប្រកាសណាស់មានបងប្អូនយើងមួយចំនួនបានទៅឬក៏បានស្គាល់ហើយព្រោះថាខ្ញុំបានទម្លាក់វីដេអូរហូតដល់3ឯនោះនៅក្នុង TikTok របស់ខ្ញុំផ្ទាល់ស្ទើរតែកាំងទូរស័ព្ទរបស់ខ្ញុំហើយបងប្អូនយើងឆាតមកច្រើនខ្លាំងមែនតើសុំ location សុំទីតាំងអញ្ចឹងណាឥឡូវនេះវីដេអូផ្លូវការចេញនៅក្នុង Facebook ហើយងាយស្រួលសម្រាប់បងប្អូនយើងគ្រាន់តែចុច location ដែលខ្ញុំបានដាក់នៅក្នុង comment ឬក៏ caption ខាងលើនេះគឺងាយស្រួលរកខ្លាំងមែនតើនៅទីនេះមានអាហាររាប់រយមុខឯនោះមានទាំងអាហារពេលព្រឹកអាហារពេលថ្ងៃរហូតដល់ពេលល្ងាចអញ្ចឹងណាដែលគេបើកចាប់តាំងពីម៉ោង7ព្រឹករហូតដល់ម៉ោង11យប់ឯនោះហើយក៏តាមជាក់ស្ដែងកំដរភ្ញៀវបានដែរមកដល់ទឹកដីក្រុងបាវត្តខ្ញុំជឿថាបងប្អូនយើងមួយចំនួនគឺពិបាករកអាហារខ្មែរញ៉ាំខ្លាំងមែនតើសម្រាប់ហាងនេះផ្ទាល់ខ្ញុំសូមណែនាំបងប្អូនយើងដែលចង់ញ៉ាំអាហារខ្មែរគឺទៅទីនេះគឺត្រូវហើយចុងភៅស្តង់ដារគេនេះគឺរៀបចំបានល្អខ្លាំងមែនតើបងប្អូនទាំងគ្នាការរៀបចំដេកូហាងលក្ខណៈបែបធម្មជាតិនិងអ្នកដែលចូលចិត្តថតរូបអីហ្នឹងទៅទីតាំងហាងនេះគឺត្រូវហើយចង់អង្គុយនៅក្នុងម៉ាស៊ីនត្រជាក់ក៏បានឬក៏ទៅឈៀលអង្គុយលេងជាមួយនឹងធម្មជាតិបរិយាកាសគេនៅទីនេះគឺធម្មជាតិដើមឈើច្រើនខ្លាំងមែនទែនបងប្អូនទាំងនេះការរៀបចំដេកូបែបនេះគឺស្រស់ស្រាយខ្លាំងមែនទែននៅពេលដែលយើងធ្វើការហត់ឬក៏ stress ខ្លាំងអីហ្នឹងទៅទីនេះខ្ញុំគិតថានឹងស្រស់ស្រាយតែម្ដងជាមួយនឹងធម្មជាតិជាពិសេសនេះគឺថាមានទាំងភេទជ្ជៈមានទាំងអាហារជាច្រើនរយមុខជាមួយនឹងម្ហូបខ្មែរច្រើនមុខខ្លាំងមែនទែនដែលយើងអាចជ្រើសរើសបានតាមចិត្តអញ្ចឹងណាដោយដែលបានបង្ហាញនៅក្នុងវីដេអូនឹងអញ្ចឹងហើយអ្វីដែលកាន់តែពិសេសទៀតនោះជាមួយនឹងបាយអង្គសម្រូតបងប្អូនហើយគឺពិសេសខ្លាំងមែនទែននៅទីនេះសម្រាប់ម្ហូបខ្មែរនៅទីនេះមួយមុខណាក៏ទំនងដែរបងប្អូនយើងមកដល់ទឹកដីក្រុងបាវត្តចង់ញ៉ាំអាហារលក្ខណៈមិត្តភ័ក្តិឬក៏ជួបជុំគ្រួសារយូរម្ដងបែបម្ហូបខ្មែរទីតាំងហាងដែលមានទេសភាពល្អជាមួយនឹងអាហារខ្មែរជាច្រើនរយមុខអីហ្នឹងខ្ញុំគិតថាមកទីនេះគឺត្រូវហើយប្រសិនបើបងប្អូនយើងទៅចន្លោះចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង9ដោយដែលបានបង្ហាញនៅក្នុងវីដេអូនឹងអញ្ចឹងគឺសិតសឹងតែជាអាហារពេលព្រឹកអញ្ចឹងណាគឺមានច្រើនមុខខ្លាំងមែនទែនសម្រាប់បងប្អូនយើងអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្តរបស់បងប្អូនយើងបន្ទាប់មកបើសិនជាបងប្អូនយើងទៅចាប់ពីម៉ោង1ដល់10ទៅគឺថាចូលអាហារពេលថ្ងៃហើយគឺមានជម្រើសច្រើនណាស់ខ្ញុំគិតថាហាងនេះគឺថាมันខុសទេសម្រាប់បងប្អូនយើងពូមានជម្រើសច្រើននៅក្នុងការសម្រេចចិត្តអញ្ចឹងណាអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺថាចុងភៅនៅទីនេះសិតសឹងតែជាអ្នកមកពីសៀមរាបដូច្នេះហើយពួកគាត់ច្បាស់ណាស់ជាមួយនឹងអាហារខ្មែររបស់យើងបើសិនជាមានបងប្អូនយើងធ្លាប់ចូលញ៉ាំធ្លាប់ចូលភ្លក់ពីអាហារផ្សេងនៅទីនេះជួយខមមិនប្រាប់ផងកុំឲ្យខ្ញុំចេះតែថាចេះតែអួតអញ្ចឹងណាព្រោះថាម្ហូបខ្មែរសម្រាប់ខ្ញុំនៅក្រុងបាវត្តខ្ញុំគិតថាមានតែហាងនេះទេដែលពិសេសហើយមិនត្រឹមតែប៉ុណ្ណោះគឺថាខ្ញុំបានទាំងចូលទៅក្នុងផ្ទះបាយនៅក្នុងចង្ក្រានពួកគាត់កំពុងតែធ្វើផ្ទាល់តែម្ដងលក្ខណៈពិសេសផងគាត់ឲ្យខ្ញុំមើលឃើញគឺមានច្រើនខ្លាំងមែនទែនដូច្នេះហើយខ្ញុំចង់ណែនាំទៅកាន់បងប្អូនយើងជាពិសេសខ្លាំងណាស់សម្រាប់បងប្អូនយើងដែលតែងតែតាមដានវីដេអូខ្ញុំកន្លងមកអញ្ចឹងណាបានជាមកដល់ទឹកដីក្រុងបាវត្តហើយចង់ញ៉ាំអាហារខ្មែរចំតែម្ដងសម្រាប់ខ្ញុំផ្ទាល់ដែលខ្ញុំជាអ្នករីវិញូអាហារនិងហូបអាហារជាច្រើនខ្លាំងមែនទែនខ្ញុំគិតថាមានតែទីតាំងហាងស្រើមាសនេះទេដែលបងប្អូនយើងចង់ញ៉ាំអាហារខ្មែរនៅពេលដែលមកដល់ទឹកដីក្រុងបាវត្តហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលខាងហាងបានចេញម្ហូបជាច្រើនឲ្យខ្ញុំបានថតទៅកាន់បងប្អូនយើងដែលកំពុងតែតាមដានវីដេអូហ្នឹងបានឃើញរាល់មុខម្ហូបនីមួយថាទំនងដូចម្ដេចដូច្នេះហើយបងប្អូនយើងដែលចង់ញ៉ាំអាហារខ្មែរមិនពិបាករកកន្លែងញ៉ាំទីទេនៅពេលដែលបានមកដល់ទឹកដីក្រុងបាវត្តអញ្ចឹងណាហើយក៏ចង់បញ្ជាក់ទៅបងប្អូនយើងដែរអ្វីដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនេះគឺមិនទាន់បង្ហាញអស់នៅមុខម្ហូបដែលមាននៅក្នុងហាងស្រើមាសក្រុងបាវត្តយើងនេះទេព្រោះថានៅមានមុខម្ហូបជាច្រើនទៀតបើសិនជាបង្ហាញអស់នេះគឺថាមិនមែន5នាទីនេះទេបងប្អូនយើងអ្វីដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះគឺអាហារពេលព្រឹកនិងអាហារពេលថ្ងៃនិងអាហារពេលល្ងាចនៅគ្រឿងក្លែមជាច្រើនមុខទៀតដូច្នេះហើយបងប្អូនយើងនៅពេលដែលទៅពេលល្ងាចអាចកំងតាមមុខមីនុយផ្សេងដែលមាននៅក្នុងហាងបានអញ្ចឹងណាដូច្នេះហើយកុំឲ្យបងប្អូនយើងមានការឆ្ងល់មិនក៏អត់ឃើញម្ហូបក្លែមចេញមកអញ្ចឹងណាអញ្ចឹងចាប់ពីម៉ោង5ល្ងាចទៅគឺអាហារម្ហូបក្លែមហ្នឹងគឺមានច្រើនមុខខ្លាំងមែនទែនហើយនេះគឺជាទិដ្ឋភាពពេលល្ងាចឡើងបើកភ្លើងមកគឺថាសម្រស់ទីតាំងហាងគឺស្រស់ស្អាតខ្លាំងមែនទែនបងប្អូនទាំងនេះគឺថាស្រស់ស្រាយតែម្ដងហើយថ្ងៃដែលខ្ញុំទៅនេះគឺជាថ្ងៃដែលសម្ពោធហាងផងគាត់ផ្ទាល់ដែរអញ្ចឹងណាដូច្នេះហើយគឺមានភ្ញៀវកិត្តិយសជាច្រើនដែលបានមកចូលរួមទីតាំងហាងផងគាត់ហ្នឹងហើយក៏អធិស្ឋានទៅកាន់បងមួយចំនួនដែលបានទៅចូលរួមបានឃើញនៅក្នុងវីដេអូនេះព្រោះថាมันបានថតក្បោះក្បាយទាំងអស់អីទេហើយក៏សូមអរគុណជំនួសម្ចាស់ហាងទៅកាន់ភ្ញៀវកិត្តិយសទាំងអស់ដែលបានមកចូលរួមហើយម្ចាស់ហាងក៏មិនមែនជាអ្នកថ្មីនៅទឹកដីក្រុងបាវត្តដែរហាងរបស់គាត់ពីមុនដែលឈ្មោះថាមូននៅផ្លូវកំពង់ស្ពានណាគេក៏ស្គាល់ដែរហើយហាងថ្មីឈ្មោះស្រើមាសនេះក៏មិនទីតាំងឆ្ងាយប្រមាណទីតាំងមូនដែរអញ្ចឹងណាបងប្អូននៅច្រកផ្លូវកំពង់ស្ពានដូចតែគ្នាទេបងប្អូនយើងធ្វើដំណើរតាមផ្លូវកំពង់ស្ពានដែលមកដល់ទឹកដីក្រុងបាវត្តបែបហ្នឹងអញ្ចឹងណាមកដល់ឃើញតែសំណាក់ថៃអាងនៅទល់មុខនឹងមានផ្លូវខាងឆ្វេងដៃមួយបងប្អូនទាំងគ្នាធ្វើដំ
ណើរតាមច្រកនឹងមកបងប្អូនទាំងគ្នាបត់តាមស្ដាំដៃជីតាមវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងមិនឆ្ងាយប្រហែលទេបងប្អូនទាំងគ្នាជីចូលតែបន្តិចទេនៅខាងឆ្វេងដៃនឹងប្រកាសជាបានឃើញហើយស្រូវមាសនឹងឯង